ជំរាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំសូមលើកបង្ហាញពីរបៀបបង្កើតគណនី Google account ឬដែលយើងហៅថា Gmail អញ្ចឹងដើម្បីអាចបង្កើត Gmail នេះបានសូមអ្នកនរគ្នាយើងចូល browser ណាមួយមកខ្ញុំយក Microsoft Edge នេះចុះអញ្ចឹងប្រអប់ search ខាងលើអ្នកនរគ្នាយើងវាយពាក្យថា gmail.com ហើយយើងចូល gmail.com ហ្នឹងមកបាទអញ្ចឹងដោយសារតែយើងជា user ថ្មីដែលអត់ទាន់មានគណនីអញ្ចឹងអ្នកនរគ្នាសូមចុចលើពាក្យ create account បាទនៅពេលដែលយើងចូលដល់កន្លែង create account នេះគឺមានការទាមទារព័ត៌មានមួយចំនួនដែរយ៉ាងណាខ្ញុំសូមដូរទៅភាសាអង់គ្លេសវិញដោយសារអញ្ចឹងទេដោយសារតែ line mail នេះយើងអត់អាចប្រើភាសាខ្មែរបានទេដាច់ខាតយើងត្រូវតែវាយភាសាអង់គ្លេសអញ្ចឹងខ្ញុំ move មកជាភាសាអង់គ្លេសហ្មងទៅហើយកន្លែង first name last name នេះយើងវាយខ្មែរក៏បានអង់គ្លេសក៏បានណាអូខេអញ្ចឹង first name ខ្ញុំចាប់ផ្ដើមជាមួយនឹងឈ្មោះរបស់ខ្ញុំ last name ខ្ញុំវាយនាមតកូលបាទអញ្ចឹងចូលដល់កន្លែង Gmail អញ្ចឹង Gmail នេះដូចអ្វីដែលគេបញ្ជាក់ខាងក្រោមគេថា Gmail នេះយើងអាចប្រើអក្សរលាយជាមួយលេខលាយជាមួយសញ្ញាអីហ្នឹងក៏បានដែរអញ្ចឹងខ្ញុំនឹងអនុវត្តទៅតាមហ្នឹងអញ្ចឹងទី1ខ្ញុំវាយឲ្យជាឈ្មោះរបស់ខ្ញុំហើយចូលនាមតកូលមកហើយដល់កន្លែងបន្ទាប់ទៀតដោយសារតែឈ្មោះជីវ័នជុំនេះខ្ញុំបង្កើតគណនីមកច្រើនហើយអញ្ចឹងជឿថាបង្កើតទៅអត់បានទេវាមានជាន់អាចារ្យណាអញ្ចឹងខ្ញុំបន្ថែមលេខបន្តិចតួចដើម្បីឲ្យអាច create ទៅបានបាទអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំមាន Gmail account មួយហើយបន្ទាប់មកទៀតខ្ញុំចូលកន្លែងពាក្យសម្ងាត់ណាអញ្ចឹងពាក្យសម្ងាត់នេះអ្នកទាំងអស់គ្នាដូចអ្វីគេបញ្ជាក់អញ្ចឹងគឺសម្រាប់ Gmail នេះយើងត្រូវការពាក្យសម្ងាត់យ៉ាងហោច8ខ្ទង់អញ្ចឹងបានន័យថាយើងអាចដាក់8 9 10 11 12ក៏បានយ៉ាងបានន័យថាយ៉ាងតិច8ខ្ទង់ណាមានជាអក្សរមានជាលេខមានជា symbol ដូចគ្នាបាទអញ្ចឹងខ្ញុំសូមបញ្ចូលពាក្យសម្ងាត់ហ្នឹងខ្ញុំដាក់សាកល្បងទេដាក់1 2 3 4 5 6 7 8ទៅហើយបូកជាមួយនឹងឈ្មោះរបស់ខ្ញុំបាទបន្តមកទៀតគឺ confirm password អញ្ចឹង confirm password នេះវាក៏នៅជាមុខងារមួយដើម្បីផ្ទៀងផ្ទាត់ make sure ថាយើងវាយពាក្យសម្ងាត់ខាងលើមិញអត់មានច្រឡំអត់មានខុសហើយខ្លាចដល់ពេលយើងចូលថ្ងៃក្រោយទៅយើងវាយពាក្យសម្ងាត់អត់ត្រូវអញ្ចឹងបើដើម្បីឲ្យច្បាស់មិនដឹងថាយើងត្រូវវាយពាក្យសម្ងាត់ហ្នឹងឲ្យដូចខាងលើភាសាទៀតអញ្ចឹងខ្ញុំសូមវាយឲ្យដូចខាងលើ1 2 3 4 5 6 7 8ហើយថែមឈ្មោះរបស់ខ្ញុំណាបាទអញ្ចឹងខ្ញុំគិតថាដូចគ្នាហើយខ្ញុំសូមចុចលើប៊ូតុង next ដើម្បីបន្តទៅកាន់ step បន្ទាប់បាទអញ្ចឹងយើងចុចដល់ប៊ូតុងបន្ទាប់នេះគឺគេមានកន្លែងខាងលើនេះគឺគេទាមទារឲ្យយើង input លេខទូរស័ព្ទមិនទាមទារទេគឺបានន័យថាយើងចង់ដាក់លេខទូរស័ព្ទក៏បានមិនដាក់ក៏បានដែរពាក្យហ្នឹងគឺពាក្យ optional អញ្ចឹងក្នុងនេះខ្ញុំសូមថាមិនដាក់លេខទេប៉ុន្តែអ្នកទាំងអស់គ្នាដើម្បីសុវត្ថិភាពជារួមមកអ្នកទាំងអស់គ្នាបង្កើតយើងគួរតែដាក់លេខណាព្រោះអីលេខខ្ញុំប្រហែលជាប្រើច្រើនហើយអញ្ចឹងទៅខ្ញុំសូមមិនដាក់ទេខ្ញុំសូម skip កន្លែងដាក់លេខទូរស័ព្ទចូលមកទៀតគឺកន្លែង recovery email address អញ្ចឹងមានន័យថាយើងត្រូវប្រើ mail មួយទៀតជៀសវាងដល់ថ្ងៃណាមួយយើងភ្លេចពាក្យសម្ងាត់ mail របស់យើងអាចទាញបានតាមរយៈដែលយើងចូលទៅកាន់ mail ទី2ដែលយើងបានដាក់ហ្នឹងបាទអញ្ចឹងកន្លែងនេះក៏ខ្ញុំសូមមិនបង្ហាញដែរព្រោះកុំឲ្យចំណាយពេលខ្ញុំសូម skip ពីចំណុចហ្នឹងខ្ញុំចូលមកដល់ការរើសថ្ងៃខែឆ្នាំកំណើតហ្មងណាបាទបន្តមកទៀតយើងរើសភេទបាទអញ្ចឹងក្រោយបំពេញថ្ងៃខែឆ្នាំកំណើតដូចជាភេទរួចរាល់អ្នកនរគ្នាយើងអាចចុចប៊ូតុង next ណាបាទចូលដល់ប៊ូតុង next នេះហើយគឺគេនឹងបង្ហាញ privacy ក៏ដូចជា term នៃការប្រើប្រាស់ Google account របស់យើងនឹងអញ្ចឹងមិនថ្មីទេយើងអាចអូសដល់ក្រោមយកហើយយើងយកពាក្យ I agree ហ្មងទៅណាអូខេអញ្ចឹងគ្រាន់តែប៉ុណ្្នឹងទៅគឺយើងបានGoogle account មួយដែលយើងថា Gmail ហ្នឹងដល់ជោគជ័យហើយអញ្ចឹងអ្នកនរគ្នាយើងអាចចូលមកមើល Gmail របស់យើងជាមួយសារដែលខាង Google គេផ្ញើមកយើងណាបាទមានហើយឈ្មោះយើងមកមានប្រាប់ពីមុខងារផ្សេងនៅក្នុងហ្នឹងអូខេអញ្ចឹងគ្រាន់តែប៉ុណ្្នឹងទៅគឺយើងបាន account មួយហើយសម្រាប់ចំណុចផ្សេងនេះយើងអាច check មើលពេលក្រោយបានមិនអ្វីទេអញ្ចឹងចង់បញ្ជាក់ថាត្រឹមតែប៉ុណ្្នឹងគឺយើងនឹងទទួលបាន Google account ឬ Gmail របស់យើងហើយណាដែលយើងអាចចូលមកយើងមើលឈ្មោះ mail របស់យើងបាទ jiwonchum321@gmail.com បាទអញ្ចឹងសម្រាប់វីដេអូនៃការបង្កើត Gmail គឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់ការទស្សនា
e-school Cambodia ផ្ដល់នូវចំណេះជំនាញចំណូល